សូមជម្រាបសួរបងប្អូនទាំងអស់នាងខ្ញុំផាណាថ្ងៃនេះមានប្រធានបទមួយមកចែករំលែកជូនបងប្អូនស្ដីពីការធ្វើសាមញ្ញកម្មការងារចុះបញ្ជីពាណិជ្ជកម្មដំណាក់កាលទី2ក្រសួងពាណិជ្ជកម្មសូមជម្រាបជូនអុកញ៉ាលោកស្រីនាងកញ្ញាដែលជាអ្នកគ្រប់គ្រងក្រុមហ៊ុននិងសហគ្រាសទាំងអស់មេត្តាជ្រាបថាក្រសួងពាណិជ្ជកម្មបានចេញប្រកាសលេខ044ពណនចបផប្រកចុះថ្ងៃទី26ខែឧសភាឆ្នាំ2026ក្នុងគោលបំណងបន្តធ្វើសាមញ្ញកម្មការងារចុះបញ្ជីពាណិជ្ជកម្មដំណាក់កាលទី2តាមរយៈការសម្រួលនីតិវិធីមុខងារពាក់ព័ន្ធនឹងការចុះបញ្ជីពាណិជ្ជកម្មមានជាអាច 1. ការឈប់ទទួលតម្កល់លក្ខន្តិកៈជាទម្រង់ក្រដាស់ hard copy ជំនួសវិញដោយការតម្កល់តាមប្រព័ន្ធបច្ចេកវិទ្យាព័ត៌មាននិងប្រើប្រាស់ថ្នា verify.gov.kh ដើម្បីបញ្ជាក់សក្ខីភាពនៃការតម្កល់ 2. ការមិនតម្រូវឲ្យមានការតម្កល់ប្រាក់ក្នុងការបំពេញមុខងារដើម្បីប្រកបវិជ្ជាជីវៈជាលេខាធិការក្រុមហ៊ុនបុគ្គលគ្រប់រូបអាចត្រូវជ្រើសតាំងជាលេខាធិការក្រុមហ៊ុនលើកលែងតែមានវិសមត្ថភាពមុខងារដែលកំណត់ដោយលិខិតបទដ្ឋានគតិយុត្ត 3. ការចុះបញ្ជីបង្កើតសាខាក្រុមហ៊ុនក្នុងស្រុកត្រូវធ្វើឡើងតាមប្រព័ន្ធបច្ចេកវិទ្យាព័ត៌មាននិងរាល់ការផ្លាស់ប្ដូរនាយកសាខាក្នុងស្រុកគឺមិនតម្រូវឲ្យមានការជូនដំណឹងមកក្រសួងពាណិជ្ជកម្មទៀតទេ 4. ការបង្កើតក្រុមការងារចំពោះកិច្ចសម្រាប់ដោះស្រាយសំណុំពររបស់វិស័យឯកជនលើការងារចុះបញ្ជីពាណិជ្ជកម្មដើម្បីសម្រួលដល់ក្រុមហ៊ុនដែលបានចុះបញ្ជីរួចរាល់ក្នុងការស្នើសុំធ្វើបច្ចុប្បន្នភាពការតម្កល់ប្រតិវេតប្រចាំឆ្នាំតាមប្រព័ន្ធបច្ចេកវិទ្យាព័ត៌មាននិងផ្ដល់គណនី username និង password ដែលបានបាត់បង់ឬមិនទាន់បានធ្វើបច្ចុប្បន្នភាពត្រឹមត្រូវតាមការកំណត់សម្រាប់ចូលទៅប្រើប្រាស់និងគ្រប់គ្រងគណនីព័ត៌មានក្រុមហ៊ុនដែលមានស្រាប់ដោយមិនតម្រូវឲ្យបង់កម្រៃសេវាជាដើម 5. នារីកចម្ពោះទី10នៃប្រកាសលេខ117ពណចបពប្រកចុះថ្ងៃទី9ខែធ្នូឆ្នាំ2025ស្ដីពីការធ្វើសាមញ្ញកម្មការងារចុះបញ្ជីពាណិជ្ជកម្មជាមួយគ្នាក្រសួងពាណិជ្ជកម្មក៏បានធ្វើបច្ចុប្បន្នភាពគេហទំព័រសម្រាប់ចុះបញ្ជីពាណិជ្ជកម្មដែលមានឈ្មោះ www.businessregistration.mlc.gov.kh ក្នុងគោលបំណងពង្រឹងសុវត្ថិភាពនៃការប្រើប្រាស់ប្រព័ន្ធបច្ចេកវិទ្យាព័ត៌មានឲ្យមានប្រសិទ្ធភាពនិងស្ថិរភាពទន្ទឹមនឹងនេះមុខងារតម្កល់ប្រតិវេតប្រចាំឆ្នាំនៅលើប្រព័ន្ធដែលបានធ្វើបច្ចុប្បន្នភាពត្រូវបានកែសម្រួលឲ្យដំណើរការជាប្រក្រតីចាប់ពីថ្ងៃជូនដំណឹងនេះតទៅព័ត៌មានលម្អិតបងប្អូនអញ្ជើញមកក្រុមហ៊ុន Dynamic Accounting Service ហៅកាត់ DS ឬជួយចុច like ឬ comment នៅខាងក្រោមសូមអរគុណ